ទឹកល្អនៅប៉ុន្មានសប្តាហ៍កន្លងមកនេះនឹកឃើញការចំណេះដឹងបានមកពីការហាត់រៀនរីឯបទពិសោធន៍យើងត្រូវតែមានភាពវៃឆ្លាតក្នុងការស្វះស្វែងរកមូនីរីហាក់ដូចជាពេញចិត្តបទចម្រៀងមរតកដើមយ៉ាងខ្លាំងហើយគាត់បានខិតខំយ៉ាងសកម្មសម្រាប់ការប្រឡងប្រជែងនៅក្នុងពេលនេះនៅក្នុងសប្តាហ៍នេះខ្ញុំបានមានអារម្មណ៍សប្បាយចិត្តរីករាយមែនទែនដែលខ្ញុំបានលើកយកបទចម្រៀងបបកស្រាយក្រោមចំណងជើងថាស្រណោះផ្កាខ្ទុំហើយបទចម្រៀងបបនេះផងដែរបានដកស្រង់ចេញពីក្នុងរឿងកុលាបពីបងនៅក្នុងយប់នេះខ្ញុំតាំងចិត្តថាខ្ញុំនឹងច្រៀងចម្រៀងបទនេះឲ្យពិរោះដើម្បីឲ្យបងប្អូនទស្សនិកជនទាំងអស់ពេញចិត្តលើខ្ញុំហើយជួយផ្ញើសារគាំទ្រដើម្បីឲ្យរូបខ្ញុំបានបន្តទៅវគ្គខាងមុខទៀតនៅរាត្រីនេះមីមនីរាជត្រូវបកស្រាយចម្រៀងបទស្រណោះផ្កាខ្ទុំដកស្រង់ចេញពីរឿងកុលាបពីបងCambodia Idol អ្នកហៃស្នូសប្តាហ៍ទី5តែសសដឹងស្រស់ស្រោបមានឆ្អិនមិនស្គាប់ចិនតាមុខជ្រៃជ្រួលជ្រាបទុំធៀមសូរយាទុំយកកាយថាក្រាក្រមរំខាប់កាត់លេងជីវិតរូបបងខ្វាំងភ្នែកប្របែកធៀបចូលអើយធៀបចូលជួបកែវកុនដោកាទៅដឹងទៅតែទួនចិត្តលោកទៅវិញចប់ប្រែជាផ្អែមសិនទឹកមុនអមរិតរៀមក្បិតជូនត្រីក្នុងរាត្រីកាអូក្តីសងខឹមអូព្រៀងរលឹមពេលនេះទូទុំសូមជួយជាឆ្អាហិនធាំក្តីធ្ងន់មិនមែនក្រត្រង់លើអំរាដែលក្រៅចំរាត្រាពុំក៏ចេញកាខ្ទុំយំសោអោខ្លួនក្នុងបឹងអើយក្នុងបឹងអង្គវរំពឹងផ្ញើពីងតាមច្រឹងហាដែលព្រាត្រីទៅប្រាំប្រណាចិនដាប្រណីដកយកកាព្រៃទៅបានជាថ្មីក្នុងវិមានសួសងខំអោព្រៀងរលឹមពេញទូក្នុងគុំជួយឆ្អាលោហិតធាំក្តីធ្ងន់មិនមែនក្របងលើកំរាដែលស្អាតកំរាត្រាគុំបោជ័យកាខ្ទុំយំសោអោខ្លួនក្នុងបងអើយក្នុងបឹងអង្គវរំពឹងផ្ញើពីងតាមចឹងហាជ្រែករៀបត្រីទៅប្រាំប្រណាចិនដាប្រណីបងយកកាព្រៃទៅដាំជាថ្មីក្នុងវិមានសួអូហូបាទស្រណោះផ្កាខ្ទុំដែលបកស្រាយ